តើបងប្អូនមានដឹងទេនៅលើក្នុងភូមិព្រះរាជទ្រព្យឧដុង្គក្រៅពីវិហារចិននិងវិហារបែបពុទ្ធសាសនាក៏មានកន្លែងប្រារព្ធថ្វាយបង្គំរបស់សាសនិកអ៊ីស្លាមផងដែរគឺនៅចុងខាងលិចនៃក្នុងព្រះរាជទ្រព្យបងប្អូនបានទៅទស្សនាកំសាន្តនៅក្នុងព្រះរាជទ្រព្យបងប្អូនកុំភ្លេចគួរទៅទស្សនាតំបន់ឬក៏កន្លែងថ្វាយបង្គំបែបសាសនាអ៊ីស្លាមនៅលើភ្នំរាជទ្រព្យទាំងអស់គ្នាភ្នំឧដុង្គព្រះរាជទ្រព្យយើងអាចទៅទស្សនានៅប៉ែកខាងលិចនៅក្នុងព្រះរាជទ្រព្យទាំងអស់គ្នាឧដុង្គ